ว้าวสุดเอ็มเราต่อគ្នាជប់ជាមួយខ្ញុំទៅហើយនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តផ្សងព្រេងលើទឹកដីវេទមន្តដ៏អស្ចារ្យមកធ្វើការសម្រាយសម្រាប់យើងដែលរឿងនេះនិយាយអំពីព្រះអង្គរួមជាមួយនឹងម្ចាស់ស្ត្រីត្រូវបានគេដាក់ថ្នាំបំពុលសម្លាប់ដើម្បីអាចជួយព្រះអង្គរួមជាមួយម្ចាស់ស្ត្រីបានតួអង្គរបស់យើងទៅតែធ្វើការផ្សងព្រេងហើយយើងក៏មិនដឹងដែរថានរណាគឺជាឃាតករសម្លាប់ព្រះអង្គរួមជាមួយម្ចាស់ស្ត្រីហើយក្នុងការផ្សងព្រេងនឹងតើគេផ្សងព្រេងដើម្បីអ្វីបានអាចជួយម្ចាស់ស្ត្រីរួមជាមួយព្រះអង្គបានដូចជាតំណងអញ្ចឹងដើម្បីកុំឲ្យវិញឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងតាំងពីយូរយារណាស់មកហើយនៅលើទឹកដីមួយដ៏ឆ្ងាយរហូតដល់មនុស្សធម្មតារបស់យើងមិនអាចធ្វើដំណើរទៅបាននឹងគឺមានព្រះរាជវាំងវេទមន្តដ៏អស្ចារ្យមួយដែលត្រូវបានគេស្គាល់ថា Soria Moria ព្រះរាជវាំងដ៏អស្ចារ្យនោះគឺត្រូវបានគេជឿជាក់ថាពោពេញទៅដោយមាសដ៏មានតម្លៃរូបរាងរាជវាំងផ្ទាល់គឺស្រស់ស្អាតអស្ចារ្យគ្មានព្រះរាជវាំងណាលើពិភពលោកអាចប្រៀបបានប៉ុណ្ណឹងមិនទាន់ចប់នោះទេវាមានរបស់ដ៏មានតម្លៃជាច្រើនផ្សេងទៀតដែលធ្វើឲ្យមនុស្សជាច្រើននាំគ្នាធ្វើដំណើរទៅរកព្រះរាជវាំងនោះអញ្ចឹងយើងដឹងស្រាប់ហើយដោយសារតែមាសដ៏ច្រើនសន្ធោសន្ធៅនឹងបានធ្វើឲ្យមនុស្សរបស់យើងធ្វើដំណើរតែចោលទៅទីនោះប៉ុន្តែវាមានរបស់វេទមន្តមួយទៀតដែលធ្វើឲ្យមនុស្សរបស់យើងកាន់តែចង់បានគឺទឹកកកវេទមន្តពេលដែលទឹកកកវេទមន្តរលាយតក់មួយដំណក់វាក៏តក់ចូលទៅកាន់ចានថ្មដ៏ធំមួយដែលផ្ទុកទៅដោយទឹកវេទមន្តនេះមានសមត្ថភាពធ្វើឲ្យមនុស្សមានកម្លាំងមហាសាលមានសុខភាពល្អមានអាយុវែងហើយអាចឲ្យមនុស្សស្លាប់មានជីវិតឡើងវិញបានអញ្ចឹងមាសគោដូចភ្នំទឹកវេទមន្តដ៏អស្ចារ្យនេះត្រូវបានគ្រប់គ្រងដោយស្ដេចមហាលោភលន់ម្នាក់ប៉ុន្តែអ្នកដែលការពារពីក្រោយគាត់ទៀតនោះគឺជាយក្សដ៏អស្ចារ្យនរណាក៏ដោយឲ្យតែធ្វើដំណើរចូលទៅកាន់ព្រះរាជវាំងនេះគឺពួកគេមិនអាចត្រឡប់មកវិញបានឡើយអស់រយៈកាលជាច្រើនឆ្នាំក្រោយមករឿងតាក់ទងនឹងព្រះរាជវាំង Soria Moria ក៏ត្រូវបានគេចាត់ទុកថាជា fairy tale បន្តមកទៀតយើងកាត់មកដល់ Aspen របស់យើងវិញម៉ាសប្តាហ៍ថ្ងៃនេះ Aspen របស់យើងគឺគាត់ធ្វើការកាប់ឈើដើម្បីរកលុយក្មេងប្រុសម្នាក់កំពុងតែកាប់ឈើសុកអញ្ចឹងដើមឈើនោះក៏បានរលំអញ្ចឹងហើយ Aspen ក៏ជួយជីវិតក្មេងប្រុសម្នាក់នោះបណ្ដាលឲ្យដើមឈើនឹងបេះនឹងធ្លាក់ត្រូវមេរបស់ Aspen ប៉ុន្តែមេរបស់ Aspen គឺអាក្រក់ខ្លាំងមែនទែនគាត់គ្មានរងរបួសអ្វីនោះទេគាត់ក៏ស្រែកសួរថាមើលអាណាគេកាប់ដើមឈើអំបញ្ញមិញអញនឹងបញ្ឈប់ហែងពីការងារចេញមុខមកភ្លាមឮសូរបែបនោះ Aspen របស់យើងអាណិតក្មេងប្រុសដែលជាមិត្តភក្តិរួមការងាររបស់ខ្លួនខ្លាំងណាស់ Aspen ក៏និយាយថាឲ្យខ្ញុំសុំទោសមេខ្ញុំជាអ្នកកាប់មេក៏និយាយថាអញ្ចឹងយើងបញ្ឈប់ឯងពីការងារហើយប្រាក់ខែរបស់ឯងក៏អញមិនបើកឲ្យដែរបងប្អូនពីរនាក់របស់ Aspen ក៏និយាយថាមេធ្វើអញ្ចឹងមិនសមបញ្ឈប់គ្នាក៏បញ្ឈប់ទៅអាប្រាក់ខែគ្នាធ្វើមកពីមុនហ្នឹងឲ្យគ្នាទៅមេរបស់ Aspen ក៏និយាយថាពួកហែងខ្លាំងហ៎បញ្ឈប់ទាំងហែងពីរនាក់ទៀតទាំង3នាក់បងប្អូនត្រូវបានមេរបស់ពួកគេបញ្ឈប់ពីការងារតែម្ដងអញ្ចឹងបងប្អូនរបស់ Aspen ដែលជាភើរួមជាមួយនឹងផាលហ្នឹងក៏មកប្រាប់ឪពុកថាលោកពុកអើយគេបញ្ឈប់ពួកខ្ញុំពីការងារទៀតហើយដោយសារតែ Aspen ហ្នឹងការពារមិត្តភក្តិរបស់ខ្លួនឪពុកក៏ថាកូនអើយអីក៏ចិត្តល្អម្លេះឥឡូវពួកយើងកំពុងតែខ្វះខាតផងវាមិនទៅវិញទៅភ្លាមនោះក៏សាប់តែមានរទេះសេះព្រាជវាំងបានធ្វើដំណើរមកដល់ផ្ទះរបស់ពួកគេមន្ត្រីក៏និយាយថាអូយផ្ទះណាគេនឹងតិចយើងច្រឡំទៅតាមវិស័យឋានដូចគេដាក់មកហ្នឹងឯងតើមើលបងប្អូនមានស្គាល់ផ្ទះរបស់បរិសម្នាក់មានឈ្មោះថា Evan Ashley អត់ Aspen ក៏និយាយថាអូយអត់ទេលោកមន្ត្រីមានតា Aspen Ashland មន្ត្រីក៏ថាចេះមកនិយាយជាមួយមន្ត្រីយើងច្បាស់ណាស់មើលអានមើលអូមែនវ៉ៃ Aspen Ashland អញ្ចឹងមន្ត្រីរបស់យើងគឺគាត់មានសម្បត្តិអញ្ជើញពីព្រះរាជវាំងគាត់មិនហ៊ានជន់សំបីតែដីនៅលើផ្ទះរបស់ Aspen អញ្ចឹងព្រះរាជសារហ្នឹងគឺជាព្រះរាជសារមកពីព្រះនាងនៃអាណាចក្រនេះដែលជា Christine Aspen គឺជាមិត្តភក្តិជិតដិតរបស់ព្រះនាង Christine ដោយ Aspen របស់យើងធ្លាប់ផ្សងព្រេងជួយជីវិតព្រះនាង Christine របស់យើងពីយក្សភ្នំឥឡូវព្រះនាង Christine ក៏និយាយថាខ្ញុំសូមអញ្ជើញមិត្តភក្តិសម្លាញ់ដែលជា Aspen មកចូលរួមក្នុងកម្មវិធីខួបកំណត់អាយុ19ឆ្នាំរបស់ខ្ញុំបន្ទាប់ពីនិយាយចប់លោកមន្ត្រីក៏និយាយថាប្រហែលជាសល់មហូបច្រើនទេបានជាព្រះនាងអញ្ជើញពួកឯងនិយាយចប់លោកមន្ត្រីក៏ចាក់ចេញពីទីនោះឪពុករបស់ Aspen ក៏និយាយថាកូនទាំង3នាក់រៀបចំខ្លួនឲ្យស្អាតបាតណាយើងចូលទៅកាន់ព្រះរាជវាំងនៅទីនោះសិតតែខ្សែស្ដាច់ហើយនេះជាព្រះនាង Christine របស់យើងដែលទ្រង់រៀបចំខ្លួនហើយយ៉ាងស្រស់ស្អាតម្ដាយរបស់ព្រះនាងក៏និយាយថាកូនណាមើលផងណាក្នុងពិធីជប់លៀងនេះមានថ្នាក់មន្ត្រីខ្ពស់មានខ្សែរាជវង្សជាច្រើនចូលរួម Christine ក៏និយាយថានឹងហើយព្រះមេដាខ្ញុំក៏បានអញ្ជើញ Aspen រួមជាមួយនឹងបងប្រុសរបស់ Aspen ចូលរួមក្នុងកម្មវិធីយ៉ាងដែរព្រះមេដាក៏ថាមិនអីទេបុតវាជាថ្ងៃពិសេសរបស់បុតចង់អញ្ជើញនរណាក៏បានដែរឥឡូវបងប្រុសទាំង3នាក់នឹងបានខំរកសម្លៀកបំពាក់ថ្មីដើម្បីចូលរួមក្នុងកម្មវិធីរបស់ព្រះនាង Christine មុននឹងចាក់ចេញឪពុករបស់ Aspen ក៏បានប្រគល់ប្រអប់ម្យ៉ាងដែលគាត់បាននិយាយថានេះកូនប្រអប់នេះជាប្រអប់ពិសេសហើយក៏ជាកាដូពិសេសដែលពុកធ្លាប់ជូនម្ដាយរបស់កូនអញ្ចឹងកូនជូនកាដូនេះទៅឲ្យព្រះនាង Christine ដែរទៅណាក្រោយមកទៀត3នាក់បងប្អូនក៏បានឡើងជិះរទេះសេះធ្វើដំណើរមកព្រះរាជវាំងដ៏ធំស្កឹមស្កៃនេះដើរចូលមកដល់ក៏ប្រទះឃើញមនុស្សគ្រប់គ្នាសម្លឹងមកពួកគេទាំង3ដូចជាសម្រាមអញ្ចឹងប៉ុន្តែពួកគេទាំង3នាក់ព្យាយាមធ្វើជាមិនខ្វល់ផាលរបស់យើងគ្រាន់តែមកដល់ភ្លាមក៏រកអីហូប Aspen ប្រទះឃើញព្រះនាងអញ្ចឹងក៏ចង់ទៅគោរពព្រះនាងដូច្នេះមានតែភើរបស់យើងជាបងប្រុសធំមិនដឹងទៅណាទៅណីនោះឡើយជាពួកផាលផ្ទាល់បាទគាត់មកហូបនំនឹងគឺនំនឹងគ្មាននរណាគេឈរហូបទេពេលតែគាត់ហូបតែឯង
ចឹងក៏សាប់តែមាននារីម្នាក់នឹងសប្បាយចិត្តនិយាយថាអូសួស្ដីខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមានមនុស្សចូលចិត្តនំរបស់ខ្ញុំផាលក៏ថានំនឹងឆ្ងាញ់អ្នកធ្វើនំក៏និយាយថានេះគឺជានំដែលខ្ញុំធ្វើតើលោកពេញចិត្តនឹងរំជាមួយខ្ញុំអត់បាទនិយាយទៅអ្នកធ្វើនំនឹងចាប់អារម្មណ៍ផាលគាត់រៀងភ័យគាត់ថាអត់អីទេខ្ញុំទៅវិញអីចឹងឥឡូវមករកបងប្រុសរបស់ខ្លួនក៏ប្រទះឃើញបរិសម្នាក់នឹងបកគោលឲ្យភើរបស់យើងព្រោះអីគឺថាភើជាអ្នកបម្រើភើគាត់ក៏ចាប់ផ្ដើមមួមកប៉ុណ្ណឹងមិនទាន់ចប់ទេក៏សាប់តែមានបរិសម្នាក់នឹងលើកស្រាមកដល់ប្រាប់ឲ្យភើរបស់យើងលើកស្រាទៅឲ្យម្ចាស់ស្ត្រីព្រះអង្គរួមជាមួយព្រះនាងភើគាត់ឆ្ងល់ដែរស្រាឲ្យស្ដាច់ទាំងមូលមកបកគោលឲ្យឯងដូច្នេះភើរបស់យើងក៏បានយកស្រាទាំងអស់ហ្នឹងទៅឲ្យម្ចាស់ស្ត្រីព្រះអង្គរួមជាមួយព្រះនាងគ្រីស្ទីនព្រះនាងក៏ឆ្ងល់ថាហេតុម៉េចក៏ភើយកស្រាមកឲ្យខ្ញុំទៅវិញក្រោយមកទៀតអេស្ពេនយើងដែលត្រូវជួបជាមួយព្រះនាងហ្នឹងគឺគេឈរតម្រង់ជួរលោកមន្ត្រីហ្នឹងហៅឈ្មោះខុសទៀតទេបាទព្រះនាងផ្ទាល់ឃើញអេស្ពេនគឺគាត់សប្បាយចិត្តណាស់ប៉ុន្តែព្រះអង្គសម្លឹងឃើញអេស្ពេនគឺគាត់មិនពេញចិត្តទេគាត់អត់ចង់ឲ្យបុត្ររបស់គាត់នឹងពាក់ព័ន្ធជាមួយនឹងរាជកសិករធម្មតាអញ្ចឹងឡើយអេស្ពេនក៏ចង់បកគោលកាដូពិសេសទៅឲ្យព្រះនាងប៉ុន្តែព្រះអង្គនឹងដៃជានិយាយថាហៅឈ្មោះបន្តទៀតទៅដេញអេស្ពេនចេញដូច្នេះអេស្ពេនរបស់យើងក៏បង្ខំចិត្តចាក់ចេញពីទីនោះចង់បកគោលកូនកាដូតូចនឹងឲ្យដែរប៉ុន្តែមើលទៅដូចជាមិនសមនឹងតម្លៃខ្លួនក៏យកកាដូនឹងទុកវិញព្រះរាជគ្រូស្វេនក៏បានប្រាប់ព្រះអង្គថាអស់ព្រះអង្គដល់ពេលយើងលើកស្រាអបអសាទរដល់ព្រះនាងគ្រីស្ទីនហើយអញ្ចឹងស្រាទាំង3កែវនឹងក៏ត្រូវបានបកគោលឲ្យព្រះអង្គម្ចាស់ស្ត្រីរួមជាមួយព្រះនាងព្រះអង្គគាត់ក៏អបអសាទរបុត្ររបស់គាត់នឹងអាយុ19ឆ្នាំហើយគាត់នឹងក៏បានផឹកស្រានឹងរួមជាមួយនឹងម្ចាស់ស្ត្រីនឹងមកក្អឺគ្រីស្ទីនរត់តែផឹកព្រះបិតាក៏និយាយអញ្ចឹងទៅនាងក៏អត់ហ៊ានផឹកទោះតែបានមួយសន្ទុះអ្នកទាំងអស់គ្នាក៏ស្ដាប់តែព្រះអង្គរួមជាមួយនឹងម្ចាស់ស្ត្រីនឹងគឺពួកគាត់ស្លាក់នៅនឹងកដកដង្ហើមមិនរួចហើយក៏ដេកស្លាប់នៅនឹងដីព្រះនាងគ្រីស្ទីនរបស់យើងគឺគាត់ស្រែកលួសព្រលឹងតែម្ដងព្រះរាជគ្រូស្វេនក៏និយាយថាអូព្រះនាងស្រានេះមានថ្នាំពុលអ្នកចូលរួមកម្មវិធីក៏ស្រែកថាអូនេះខ្ញុំឃើញអាប៉ែមួយនេះគឺជាអ្នកយកស្រាទៅឲ្យព្រះអង្គរួមជាមួយម្ចាស់ស្ត្រីភើក៏ថាខ្ញុំមូលហេតុអីខ្ញុំត្រូវសម្លាប់ស្ដេចអត់ទេមិនមែនខ្ញុំទេផាលរបស់យើងក៏ព្យាយាមជួយបងប្រុសរបស់ខ្លួនក៏ស្រាប់តែមនុស្សស្រីម្នាក់នឹងលូកនៅក្នុងកតាបរបស់ផាលក៏ប្រទះឃើញថ្នាំពុលគ្រប់គ្នាក៏ស្រែកថាព្រះនាងដាក់ទោសពួកវាទៅដាក់ពួកវាចូលទៅក្នុងថ្លុកពុះវែកព្រះរាជគ្រូស្វេនក៏និយាយថាព្រះនាងក៏បង្ហាញភាពទន់ខ្សោយឲ្យគេឃើញណាសម្រាប់ចិត្តទៅគ្រីស្ទីនរបស់យើងផ្ទាល់បាទគាត់ឃើញស្រាហ្នឹងគឺលើកដោយភើផ្ទាល់នឹងភ្នែកប៉ុន្តែទ្រង់ក៏អត់ទាន់ប្រហារជីវិតទៅកាន់ពីអ្នកបងប្អូននឹងដែរដោយទ្រង់បាននិយាយថាឃុំឃាំងពួកគេនៅក្នុងគុកសិនខ្ញុំនឹងរកផោះតាំងដើម្បីដាក់ទោសពួកគេអេស្ពេនក៏និយាយថាបងប្រុសទាំងពីរកុំបារម្ភខ្ញុំនឹងរកវិធីដើម្បីជួយបងទាំងពីរបាទនេះជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាបើសិនជានៅក្នុងកម្មវិធីអីផ្សេងមានគេផ្ញើឲ្យលើកស្រាកាន់ស្រាមើលកែវមើលអីហ្នឹងបាទប្រយ័ត្នប្រយែងខ្លួនឯងផងហើយយើងក៏មិនត្រូវផ្ញើគេដែរវាអាចនឹងមានរឿងចឹងកើតឡើងដូចគ្នាឃើញអត់ឥឡូវនេះព្រះអង្គរួមជួយម្ចាស់ស្ត្រីទៅបានលោកគ្រូពេទ្យពិនិត្យមើលថាតើនៅក្នុងឈាមរបស់ពួកគាត់នឹងមានថ្នាំពុលប្រភេទអ្វីគ្រូពេទ្យក៏ប្រាប់ថានេះគឺជាថ្នាំពុលដ៏សាហាវបំផុតគ្មានថ្នាំព្យាបាលនោះទេដូច្នេះចូលរួមសោកស្ដាយផងព្រះនាងរបស់យើងគាត់ឡើងលក្ខណៈមិនដឹងថាធ្វើម៉េចអ្នកនរគ្នាលក្ខណៈវាផ្ទួនភ្លាមអញ្ចឹងណាបន្ទាប់មកអេស្ពេនរបស់យើងនឹងក៏បានសុំគាល់ព្រះនាងគ្រីស្ទីនឃើញព្រះនាងគ្រីស្ទីនពិបាកចិត្តអញ្ចឹងអេស្ពេនរបស់យើងអត់មានពាក្យអ្វីនិយាយនោះទេព្រះជាគ្រូស្វេនក៏និយាយថាព្រះនាងដូច្នេះប្រហែលជាព្រះនាងត្រូវឡើងក្រុងរាជធ្វើជាម្ចាស់ស្ត្រីហើយប៉ុន្តែអេស្ពេនក៏នឹកឃើញនិយាយថាអត់ទេជប់សិនព្រះនាងយើងអាចនឹងមានឱកាសជួយព្រះអង្គរួមជួយម្ចាស់ស្ត្រីបាននៅក្នុងព្រះរាជវាំងមាសដែលមានឈ្មោះថាសូរីម៉ូរីនៅទីនោះមានទឹកវេទមន្តដែលទឹកនោះអាចផ្ដល់ជីវិតឲ្យមនុស្សស្លាប់នឹងមានជីវិតឡើងវិញបានគ្រប់គ្នាក៏នាំគ្នាភ្ញាក់ឲ្យព្រឺតតាំងព្រះនាងអីវិញក៏ឆ្ងល់ថាមិនក៏និយាយអញ្ចឹងនោះគ្រាន់តែជា fairy tale ប៉ុណ្ណោះ Aspen ក៏និយាយថាអូយ fairy tale ទាំងអស់គឺកាត់ឡើងចេញពីរឿងពិតខ្លះដែរនេះគឺជាឱកាសចុងក្រោយហើយខ្ញុំអាចស្គាល់ផ្លូវតែព្រះនាងចង់ទៅជាមួយខ្ញុំអត់ព្រះជាគ្រូ Sven ក៏និយាយថាព្រះនាងពិចារណាបានត្រឹមត្រូវណាបាទទាំង Aspen រួមជាមួយនឹងព្រះជាគ្រូ Sven ក៏នាំគ្នាភ័យជាមើលព្រះនាងសម្រេចយ៉ាងម៉េចព្រះនាងក៏និយាយថាបានខ្ញុំនឹងធ្វើដំណើរជាមួយ Aspen ទៅកាន់ព្រះរាជវាំង Sorry Moria ដូច្នេះហើយព្រះនាងរួមជាមួយនឹង Aspen របស់យើងក៏បានធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងក្រុមទាហានប្រមាណអ្នកព្រះនាងក៏ឆ្ងល់ដែរ Aspen ក៏អួតថាស្គាល់ផ្លូវប៉ុន្តែនាំក្រុមព្រះនាងរួមជាមួយនឹងក្រុមទាហាននឹងជិះពេញព្រៃទាំងអស់មិនដឹងថាទៅណាទៅណីទេហើយគោលបំណងរបស់ Aspen នឹងគឺស្វែងរកទីតាំងដែលខ្លួនធ្លាប់ជួបជាមួយលោកយាយចំោះវែងដល់ទីតាំងមួយរៀងមានលក្ខណៈមានផ្កាដុះចម្លែកអញ្ចឹងទៅ Aspen ក៏ថានេះផ្លូវនេះហើយមកតាមខ្ញុំមករួចយើងក៏កាត់មកដល់កន្លែងផឹកស៊ីមួយកន្លែងនៅទីនោះបុរសម្នាក់ធៀងធ្លាប់ចាំអត់បុរសម្នាក់នឹងឯងដែលជាអ្នកបកគលស្រាឲ្យទៅកាន់ភើរបស់យើងនឹងលើកឲ្យម្ចាស់ស្ត្រីរួមជាមួយព្រះអង្គដូច្នេះបុរសម្នាក់នឹងគឺគាត់មកជួបជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថា Old Man រួចហើយយើងក៏ដឹងថា Old Man របស់យើងនឹងគឺជាក្រុមចៅមកពីប្រទេស Denmark ហើយពួកគេនឹងបានបញ្ជាឲ្យបុរសម្នាក់នឹងដាក់ថ្នាំបំពុលទៅកាន់ព្រះអង្គម្ចាស់ស្ត្រីរួមជាមួយព្រះនាង Old Man ក៏និយាយថាស្ដេចនៃប្រទេស Denmark ពួកគេនឹងសប្បាយចិត្តបន្ទាប់ពីឮសូរដំណឹងនេះប៉ុន្តែតទៅពេលអប៉ែនឹងនិយាយថាព្រះនាងនៅមានជីវិត Old Man របស់យើងក៏និយាយថាមិនក៏ការងារនឹងទៅជាអញ្ចឹងគោលបំណងយើងគឺសម្រាប់ពួកគេទាំង3នាក់ណា Old Man ក៏សួរទៀតថាហេចុះព្រះនាងទៅណាវិញអ្នកលើកស្រាក៏និយាយថាព្រះនាងធ្វើដំណើរទៅកាន់ព្រះរាជវាំង Sorry Moria
អូនមែនក៏សើចក្រែងវាជារឿងព្រេងនិទានណាអ្នកលើកស្រាក៏និយាយថាព្រេងនិទានអីឥឡូវប៉ានាងធ្វើមែនហើយអូនមែនក៏សើចបន្តទៀតនិយាយថាមិនអីទេឯងសំនឹងទទួលបានប្រាក់រង្វាន់ណានេះយកប្រាក់នេះទៅហើយអង្គុយផឹកជាមួយពួកយើងអូនមែនរបស់យើងក៏បានដាក់ថ្នាំបំពុលទៅក្នុងស្រាហេតុឲ្យអាប៉ែនឹងផឹកដែរឃើញទេកុំគិតថាយើងធ្វើអំពើអាក្រក់ឲ្យពួកអាក្រក់ហើយយើងរត់រួចខ្លួនបានអត់ទេអ្នកលើកស្រាបែបនោះក៏ត្រូវបានស្លាប់នៅក្នុងកណ្ដាប់ដៃរបស់អូនមែនដែរហើយអូនមែនរបស់យើងក៏និយាយថាឥឡូវគោបំណងរបស់ពួកយើងដូរហើយណាយើងទៅតាមព្រះនាងឈួតយកម្នាក់ហ្នឹងក្រែងលោបានជួបវិមានមាសនោះមែនឥឡូវ Aspen របស់យើងក៏បានមកដល់កន្លែងដែលខ្លួនជួបជាមួយលោកយាយចំោះវែងនឹងហើយព្រះនាងក៏ឆ្ងល់ថាអញមកទីនេះស្អីឃើញកំប្រុកហ្នឹង Aspen ក៏និយាយថាទៅតាមកំប្រុកហ្នឹងទៅបែរជាកំប្រុកនឹងនាំពួកយើងទៅជួបជាមួយលោកយាយចំោះវែងពីព្រោះពេលមុនលោកយាយចំោះវែងគឺជាអ្នកឲ្យផែនទីខ្ញុំអញ្ចឹងលើកនេះបែរជាលោកយាយចំោះវែងហ្នឹងអាចជួយយើងបានដែរហើយឥឡូវរត់តាមកំប្រុកហ្នឹងទៅព្រះនាង Christine ហ្នឹងក៏រត់តាម Aspen របស់យើងរត់ចុះរត់ឡើងមកកន្លែងដដែលរត់ចុះរត់ឡើងមកកន្លែងដដែលទៀត2 3ត្រឡប់រហូតដល់លើកចុងក្រោយថាចង់បោះបង់ចោលទៅហើយបាទក៏ប្រទះឃើញផ្ទះលោកយាយចំោះវែងនឹងមែនដូច្នេះផ្ទះរបស់លោកយាយផ្ទាល់ហ្នឹងគឺរៀងដូចចម្លែកខ្លាំងមែនទែន Aspen រួមជាមួយនឹង Christine ក៏បានដើរចូលមកឮសូរសំឡេងធ្ងររបស់លោកយាយថាជួយផងជាប់ចំោះទៀតអើយជួយផង Aspen របស់យើងមកជួបលោកយាយលើកមុនជាប់ចំោះឥឡូវនេះជាប់ចំោះទៀតអញ្ចឹង Aspen ក៏ជួយលោកយាយគេថាអូ Aspen ទៀតហើយក្មេងល្អមែនហេនារីស្រស់ស្អាតម្នាក់នោះជានរណាដែរទៅព្រះនាង Christine របស់យើងក៏បានណែនាំខ្លួនអញ្ចឹងទៅណាពួកគេទាំងពីរក៏និយាយអំពីគោលដៅរបស់ពួកគេចង់ទៅកាន់ព្រះជវាំងសូរីម៉ូរីដើម្បីយកទឹកវេទមន្តមកជួយព្រះមេដានិងព្រះបិតារបស់ព្រះនាង Christine ដែលត្រូវបានស្លាប់ដោយសារថ្នាំពុលលោកយាយក៏តបទៅវិញថាអូពិតជាអណោយធម៌មែនតែលើកនេះយាយគ្មានផែនទីជួយអ្នកទាំងពីរទេតែយាយដឹងរឿងមួយមានបុរសម្នាក់ដែលបានរត់រួចខ្លួនពីព្រះជវាំងសូរីម៉ូរីនោះហើយគាត់រស់នៅតំបន់មួយមានឈ្មោះថា Hedel George តែយាយមិនដឹងទេថាអបិម្នាក់នឹងគាត់នៅមានស្មារតីនឹងណូឬមួយក៏អត់ពីព្រោះនរណាក៏ដោយឲ្យតែចូលទៅកាន់ព្រះរាជវាំងនោះរួចគឺពួកគេបើមិនស្លាប់ក៏ឈួតដែរព្រោះនៅទីនោះមានស្ដេចដែលមានល្បិចច្រើនហើយក៏មានយក្សជួយស្ដេចនឹងពីក្រោយទៀតតែឈប់សិនយាយមានរបស់មួយបកុលឲ្យចៅទាំងពីរចាំមកផ្លែត Aspen របស់យើងវិញនៅក្នុងឱកាសនោះក៏ប្រទះឃើញប្រអប់មួយខ្លួនក៏បើកមើលក៏ផ្ទុះចេញខ្យល់ចេញផ្សែងយ៉ាងសាហាវព្រះនាង Christine របស់យើងក៏បានព្យាយាមបិទប្រអប់នោះលោកយាយក៏មកតន់គាត់ប្រាប់ថាអានេះភ្នោផ្សព្វសង្សារចាស់យាយណែយាយមានកាដូពិសេសឲ្យចៅណាដោយសារតែចៅជួយយាយដកច្រមុះម្ដងទៀតអញ្ចឹងនេះគឺជាស្បែកជើងហោះចៅពាក់វាទៅនឹងហោះធ្វើដំណើរបានឆ្ងាយគ្មាននរណាអាចប្រៀបបានអញ្ចឹងបើចង់ធ្វើដំណើរទៅ Hedel George នោះគឺចៅធ្វើដំណើរត្រឹមតែមួយផ្លែតប៉ុណ្ណោះបន្ទាប់មក Aspen របស់យើងក៏បានពាក់ស្បែកជើងវេទមន្តពាក់ភ្លាមដើរមកចំហៀន Aspen ក៏ហោះបុកដើមឈើអញមកចេះធ្លាក់មកវិញដើរមកចំហៀនទៀតនឹងហោះបុកតាហ៊ាននេះមកចេះស្បែកជើងនឹងពិបាកគ្រប់គ្រងណា Aspen ក៏ព្យាយាមសម្រួលអារម្មណ៍បាទហោះម្ដងទៀតនឹងក៏ហោះទៅលើចុងដើមឈើធ្លាក់ពីចុងដើមឈើមកបុកអ៊ីអ៊ុបាទដឹងមិនទេ Aspen ក៏សម្រេចចិត្តថាអូនបាច់ទេថ្មើរជើងត្មងទៅដល់កន្លែង Hedel George នឹងខ្ញុំងាប់បាត់ដោយសារតែពាក់ស្បែកជើងហ្នឹងឯងចំពោះផើរួមជាមួយនឹងផាផ្ទាល់ពួកគេកំពុងតែបារម្ភប៉ុន្តែផើដែលជាបងប្រុសធំក៏និយាយថាកុំបារម្ភអីអូនប្រុសរបស់យើងប្រកាសជាជួយពួកយើងបានចំពោះ Aspen រួមជាមួយព្រះនាង Christine វិញឥឡូវនេះពួកគេធ្វើដំណើរមកដល់ភ្នំ Hedel George ហើយប៉ុន្តែនៅក្នុងរោងភ្នំនោះបញ្ចេញសំឡេងចម្លែកបែបយ៉ាងធ្វើឲ្យសេះផ្អើលហើយតាហ៊ានផ្សេងហ្នឹងក៏រត់ដែរទៅយីព្រះនាងក៏ថាតាហ៊ានខ្លាំងប្រចាំរាជវាំងយើងមិនក៏ទៅជាអញ្ចឹងដូច្នេះមានតែពួកគេតែពីរនាក់ប៉ុណ្ណោះដែលធ្វើដំណើរចូលទៅក្នុងរោងភ្នំនោះចូលមកដល់ក៏ប្រទះឃើញមានចក្រានមានកំសៀវអញ្ចឹងទៅមកប្រហែលជាមានមនុស្សធ្លាប់មកទីនេះដែរ Aspen របស់យើងប្រទះឃើញកំសៀវមួយរៀងធ្លុះគាត់រៀងចាប់អារម្មណ៍គាត់ក៏យកទុកទៀតទៅហើយក៏បន្តដំណើរទៅមុខទៀតពេលដែលធ្វើដំណើរគ្មានទិសតំបន់បែបនេះ Christine របស់យើងនាងក៏ចាប់ផ្ដើមខឹងភ្លាមនោះមេឃក៏ចាប់ផ្ដើមភ្លៀងទៀតឥឡូវនោះក៏មកជ្រកក្រោមស្អីគេនេះផ្ទាំងតង់ណាគេបសល់ទុកឲ្យទេដូចនៅក្រោមទឹកភ្លៀងដដែល Aspen នឹងក៏សួរថាតើព្រះនាងសង្ស័យជាមួយនឹងបងប្រុសខ្ញុំទាំងពីរមែនឬព្រះនាងអត់និយាយតបតទេបាទ Aspen របស់យើងក៏ដឹងចម្លើយភ្លាមគាត់ក៏ខឹងឲ្យដេកមុនបងប្រុសទាំងពីររបស់ Aspen ផ្ទាល់បាទក៏មាននារីម្នាក់នឹងចង់សុំស្នើជួបជាមួយបុរសដែលសង្ហាខ្ជូតគួរឲ្យស្រឡាញ់ក៏ស្ដាប់តែផើរបស់យើងគិតថាប្រហែលជាគាត់ហើយប៉ុន្តែម្នាក់ស្រីនឹងនិយាយថាមិនមែនទេជាលោកផាលតាមពិតមកអ្នកធ្វើនំរបស់យើងសោះមកជួបនិយាយទៅគឺគាត់ស្រឡាញ់ផាលរបស់យើងហ្មងបាទជួបដំបងស្រឡាញ់ភ្លាមហើយក៏ធ្វើនំខេកមួយយកមកឲ្យពួកគេកំពុងតែសាសងផ្អែមល្ហែមអញ្ចឹងទៅផើក៏សួរថាអ្នកនាងនំពិសេសឬមួយក៏នំបញ្ចប់ជីវិតរបស់ពួកខ្ញុំអ្នកធ្វើនំថាអត់ទេនេះគឺជានំដែលខ្ញុំធ្វើចេញពីចិត្តខ្ញុំតើប៉ុន្តែកុំភ្លេចប្រឌិតមើលនំនឹងផងណានិយាយចប់អ្នកយាមគុកនឹងក៏ថាមកដល់ម៉ោងឯងចេញផើរបស់យើងក៏បានហែកនំនឹងមើលតែម្ដងម៉ែហើយមែនបាទផើរបស់យើងក៏ប្រទះគ្រឿងចម្លែកនៅក្នុងនំនោះគឺយើងដឹងថាមានអីអត់ទីមួយមានក្រាស់ហែកមើលបន្តទៀតក៏ប្រទះឃើញសាប៊ូហើយយកក្រាស់ហើយសាប៊ូមកធ្វើស្អី
បើកាត់មកដល់ Espen របស់យើងឯនេះវិញបាទគេងសុកអញ្ចឹងព្នាង Christine របស់យើងគាត់សមុកលឺខ្លាំងណាស់ Espen ហ្នឹងគាត់ក៏បានយកស្អីគេនេះរុក្ខជាតិវល់ទូចៗហ្នឹងយកមកញាត់ចូលទៅជាតិណែនផ្អឹសអញ្ចឹងហើយបានគេងលក់ប៉ុន្តែកំឡុងពេលនោះសំឡេងអ្វីមួយយ៉ាងហ្នឹងក៏បានបន្លឺឡើងធ្វើឲ្យព្នាង Christine របស់យើងហ្នឹងគាត់ងើបដើរដូចជាមនុស្សគ្មានស្មារតីក្នុងខ្លួនអញ្ចឹងព្នាងក៏បានដើរចូលទៅក្នុងរោងភ្នំដែលមានផ្សែងអ៊ូអាប់គួរឲ្យខ្លាចខ្លាំងមែនទែន Espen គាត់ក៏បានយកអាប្រហាប់ញាត់កាជាតិនឹងដកចេញអញ្ចឹងទៅក៏សាប់តែភ្លេងហ្នឹងទាញ Espen ចូលដែរអញ្ចឹង Espen ក៏សម្រេចចិត្តយកប្រដាប់ញាត់កាជាតិនឹងបានញាត់ចូលវិញរួចហើយក៏រត់តាមព្នាង Christine របស់យើងទៅក៏ប្រទះឃើញថាវាគឺជាអរិយបាទបែរជាអរិយព្រៃអរិយភ្នំអីអញ្ចឹងណាអរិយនឹងក៏បានលេងភ្លេងអញ្ចឹងទៅធ្វើឲ្យ Christine របស់យើងដើរចូលទៅក្នុងទឹក Espen គាត់ខ្លាច Christine លងទឹកគាត់ក៏សែថាឈប់ភ្លាមរួចហើយបាទអរិយម្នាក់នឹងក៏សែថាហឹឯងជានរណាហ៊ានមករំខានកំពូលអរិយ Waskraman ផងបែរទៅ Waskraman ហ្នឹងវាស្តៀងអរិយឬមួយក៏មិនទេគ្នាប៉ុន្តែវាជាភាវៈវេទមន្តមួយដែរនៅក្នុងព្រៃដែលចូលចិត្តពង្វក់ស្មារតីអ្នកណាដែលនៅក្នុងព្រៃអញ្ចឹងណា Waskraman ក៏និយាយថាមិនក៏ឯងអាចទប់ជាមួយនឹងសមត្ថភាពលេងភ្លេងរបស់យើងបានមិនដែលមាននរណាអាចតទល់ឈ្នះសមត្ថភាពនេះទេ Christine ក៏ដឹងខ្លួនអញ្ចឹងទៅក៏ភ្ញាក់អព្រឹកថាអូយស្អីគេសស្គូសហ្នឹងចំណែក Espen របស់យើងក៏និយាយថាអើយសមត្ថភាពលេងភ្លេងរបស់លោកធម្មតាហ្នឹងគ្មានតអស្ចារ្យស្អីទេនិយាយអញ្ចឹងអរិយខឹង Espen ក៏និយាយថាឥឡូវចង់ប្រកួតជាមួយខ្ញុំអត់បើសិនជាប្រកួតជាមួយខ្ញុំបានអាចបើកផ្លូវឲ្យខ្ញុំទៅស្វែងរកទីតាំង Hedal Joy នឹងឲ្យឃើញបានទេអរិយក៏និយាយថាបានយើងប្រកួតជាមួយឯងក៏បានពេលដែលអរិយអោនលេងភ្លេងអញ្ចឹងទៅ Espen របស់យើងក៏បានយករុក្ខជាតិញាត់ទៅជាអញ្ចឹងក៏អត់លឺអីទេមានតែ Christine របស់យើងប៉ុណ្ណោះដែលលឺទៅនាងក៏វេស្មារតីងៀកងើតលេងទៅហត់ចឹងអរិយក៏ថាឯងខ្លាំងគួរសមហ៎ Espen ក៏និយាយថាអូយស្អីទេសំឡេងនេះយ៉ាប់ស្ដាប់ណាស់មកឲ្យខ្ញុំលេងម្ដងគ្រាន់តែ Espen របស់យើងលេងភ្លាមនិយាយពីថាអរិយនឹងចង់បែកទៅជាដោយសារតែ Espen លេងអាក្រក់ស្ដាប់ដូច្នេះ Espen ក៏បានយកប្រដាប់លេងភ្លេងនឹងវាយឲ្យអរិយនឹងសន្លប់រួចហើយ Espen រួមជាមួយនឹង Christine ក៏អាចឆ្លងកាត់អទឹកជួសនឹងបានដើម្បីទៅកាន់ទីតាំងបន្តទៀតស្វែងរកលោកតាដែលបានរត់រួចខ្លួនពីព្រាជវាំងមាសនោះបាទតើស្វែងរកលោកតានៅឲ្យឃើញទើបអាចឃើញផែនទីដើម្បីទៅកាន់ព្រាជវាំងមាសនឹងបានប៉ុន្តែចូលតាមរោងភ្នំនោះគឺវាងងឹតខ្លាំងពេក Christine ក៏នឹកឃើញថាពេលដែលអរិយគាត់លេងភ្លេងទៅប្រដាប់លេងភ្លេងគាត់មានភ្លើងអញ្ចឹង Christine នឹងក៏លេងប្រដាប់លេងភ្លេងទៅក៏សាប់តែភ្លើងភ្លឺហើយមិនភ្លឺតែមួយទេគឺភ្លឺតាមផ្លូវទាំងអស់ហើយមើលទៅវាប្រៀបដូចជាគ្រីស្តាល់ទាំងអស់គ្នាជាចុងក្រោយនឹងបានពួកគេក៏ឆ្លងកាត់រោងភ្នំកងងឹតនេះបានទៅជោគជ័យហើយក៏ប្រទះឃើញផ្ទះរបស់លោកតានឹងមែនដល់ទីតាំងនេះ Christine ក៏មានរឿងមួយសារភាពថាតាមពិតនាងអត់មានសង្ស័យបងប្រុសទាំងពីររបស់ Espen ទេតែដោយសារតែនាងខ្លាចខ្លាំងពេក Espen របស់យើងឃើញអញ្ចឹងមកគាត់ក៏ចង់យកប្រអប់កាដូនឹងឲ្យទៅកាន់ព្រាន Christine តែព្រាន Christine ដើរទៅមុនបាត់ចឹងអត់ទាន់ឲ្យបានដដែលឥឡូវធ្វើដំណើរមកយ៉ាងឆ្ងាយបន្តិចទៀតបាទពួកគេក៏មានជាការសាសងជាមួយនឹងគ្នាតិចតួចរួមជាមួយនឹងទេសភាពដ៏សោះបំព្រងហ្នឹងក៏មកដល់ផ្ទះរបស់លោកតាម្នាក់នោះពេលដែលមកដល់ហ្នឹងក៏សួរថាសួស្ដីលោកតាតើលោកតាធ្លាប់ទៅកាន់វិមាន Sorry Mori អត់លោកតាគាត់ក៏ឆ្លើយទៅវិញថាមិនខ្ញុំទេឪពុករបស់ខ្ញុំនៅមានឪពុកទៀតបាទគាត់ឡើងចំណាស់អញ្ចឹងហើយហ្នឹងណាពេលដល់ម្ដងក៏ឃើញលោកតាម្នាក់ទៀតហ្នឹងគាត់គេងនៅលើគ្រាមើលទៅទុតទ្រោមមែនទែន Espen ក៏សួរថាលោកតាតើលោកតាធ្លាប់ទៅវិមាន Sorry Mori អត់លោកតាក៏ថាមិនខ្ញុំទេឪពុករបស់ខ្ញុំនៅមានឪពុកមួយទៀតពួកគេទាំងពីរក៏ទៅបន្តសួរទៀតក៏ឃើញលោកតាចំណាស់ជាងមុននឹងទៅទៀតលោកតាតើលោកតាជាអ្នកធ្លាប់ទៅកាន់វិមាន Sorry Mori នឹងឬលោកតាក៏ឆ្លើយទៀតថាមិនមែនខ្ញុំទេឪពុករបស់ខ្ញុំមួយទៀតគាត់កំពុងតែដេកព្យួរលើជញ្ជាំងអញមិនចេះតទៅពេលពពិនិត្យមើលក៏ប្រទះឃើញថាបាទលោកតារបស់យើងដែលតូចម្នាក់នឹងតូចមែនទែនគឺយើងមកប្រពន្ធភ្លុកណាគាត់នឹងឯងគឺជាអ្នកដែលធ្លាប់ទៅកាន់វិមានមាសនឹងឯងលោកតាក៏ឆ្មាស់ថាឥឡូវឯងមានចៅទៀតតែដឹងវើយ Espen ក៏សួរថាលោកតាខ្ញុំចង់ដឹងផែនទីទៅកាន់ទឹកដី Sorry Mori តើលោកតាអាចជួយពួកខ្ញុំបានអត់ដោយសារតែព្រះអង្គរួមជាមួយម្ចាស់ស្ត្រីគាត់ត្រូវថ្នាំពុលលោកតាគាត់ក៏តបថាខានលឺសូរមនុស្សនិយាយឈ្មោះវិមាននឹងយូរហើយ Christine ថាអញ្ចឹងលោកតាស្គាល់មែនគាត់ក៏តបទៅវិញថាមែនហើយបើតាមិនធ្លាប់ទៅធ្វើម៉េចតាបានអាយុ190ឆ្នាំបែបនេះដោយសារតែតាផឹកទឹកវេទមន្តនឹងឯងហើយព្រឹកមិញនេះតាដាក់តាបបរមកសភាឆ្អែតតែម្ដង Christine រួមជាមួយនឹង Espen ក៏និយាយថាលោកតាបែមវែងស្មារតីបាត់ហើយហ្នឹងតែតាមពិតគាត់និយាយលេងទេបាទគាត់គ្មានវែងស្អីឡើយគាត់គិតថាតាភ្លេចផ្លូវមែនតែតាមានសភៅផែនទីរបស់តានោះនៅលើទៅលើសភៅនោះ Espen របស់យើងក៏ទៅយកសភៅហ្នឹងរួចក៏ប្រទះឃើញផែនទីមែនផែនទីហ្នឹងក៏នាំសម្ពោធរបស់លោកតាចូលទៅកាន់តំបន់មួយហ្នឹងបាទមានព្រះច័ន្ទនិងព្រះអាទិត្យហ្នឹងនៅសងខាងរួចហើយលោកតារបស់យើងគាត់ក៏កេងបន្តទៀតទៅ Espen គាត់ទន្ទិញមើលផែនទីចាំអស់ហើយគ្រឿងប៉ុន្តែចេញវិញក៏ប្រទះជួបជាមួយនឹងក្រុម Oldman ដែលជាមេចៅហ្នឹងក៏និយាយថាសភៅនេះប្រហែលជានាំពួកយើងទៅកាន់វិមានមាសហ្នឹងឯងយកសភៅហ្នឹងមកភ្លាមហើយចាប់ខ្លួនពួកគេតែពីរនាក់រួចហើយ Oldman របស់យើងហ្នឹងក៏បានបញ្ជូនសារមួយទៅកាន់នរណាម្នាក់នៅក្នុងព្រាជវាំងរបស់ Christine មានជនក្បត់នៅក្នុងព្រាជវាំងហ្នឹងតានេះឥឡូវនេះបានមកអង្គុយនៅក្នុងជំរំរបស់ Oldman នាង Christine ក៏និយាយថាព្រាជវាំងយើង
មិនអាចនៅក្នុងដៃរបស់ឯងបានទេអូលមែនគាត់ថាអើយយើងលែងចាប់អារម្មណ៍ព្រីជវាំងពនាងហើយនេះយើងចាប់អារម្មណ៍ព្រីជវាំង Sorry Moria នេះវិញនៅ Denmark យើងធ្លាប់ឮសូររឿងព្រេងនិទាននិយាយអំពីព្រីជវាំងនេះឥឡូវមានផែនទីជូនពួកយើងទៅហើយពនាង Christine ក៏សួរថាតើឯងជាអ្នកសម្លាប់ព្រះបិតាយើងឬអូលមែនក៏និយាយថាត្រូវហើយការសង្ស័យពនាងត្រឹមត្រូវគោលបំណងខ្ញុំចង់សម្លាប់ទាំងពនាងឯងដែរប៉ុន្តែវាបរាជ័យតែខ្ញុំក៏មិនអាចធ្វើតែឯងបានជោគជ័យដែរមានជនក្បត់នៅក្នុងព្រីជវាំងនោះ Christine ក៏សួរថាតើជានរណារួចហើយសាច់រឿងយើងក៏បង្វែរទៅដល់ព្រីជគ្រូ Sven នេះទីព្រីជគ្រូ Sven នឹងជាជនក្បត់ទៅព្រីជគ្រូក៏បានមកជួបជាមួយនឹងបងប្រុសទាំងពីរនាក់របស់ Espen ពនាង Christine ក៏ថាមិនជឿទេមិនមែនជា Sven ឡើយអូនមែនក៏និយាយថាពនាងមានបញ្ហារឿងទុកចិត្តមនុស្សហើយតើនេះរួចមែនអ្នកទាំងអស់គ្នាព្រីជគ្រូ Sven ក៏និយាយថាអ្នកទាំងពីរពនាង Christine រួមជាមួយនឹងប្អូនប្រុសរបស់ពួកឯងនឹងធ្វើដំណើរទៅរកទឹកវេទមន្តប៉ុន្តែប្រហែលជាពួកគេគ្មានជីវិតត្រឡប់មកវិញទេហើយអ្នកដែលទទួលខុសត្រូវរឿងទាំងអស់នេះប្រហែលជាពួកឯងទាំងពីរហ្នឹងហើយឮសូនអញ្ចឹងភើរបស់យើងខឹងណាស់ចង់សម្លាប់អបិ Sven តែធ្វើអីគេមិនកើតអបិ Sven ក៏សារភាពថាយើងសម្លាប់ពួកគេទាំង3នាក់គឺដើម្បីឲ្យក្រុម D ហ្នឹងមកគ្រប់គ្រងអាណាចក្រនេះបើយើងមិនធ្វើអញ្ចឹងទេយើងប្រកាសជាគ្មានជីវិតរស់នៅទេពីព្រោះក្រុម D ហ្នឹងវាខ្លាំងបាទព្រោះវាតែងតែមានក្រុមសត្រូវផ្សេងៗចង់បានទឹកដីរបស់ពនាង Christine នឹងឯងពនាង Christine របស់យើងក៏ស្ដីបន្ទោសឲ្យខ្លួនឯងថាជាមនុស្សឈួតនិយាយពាក់អលមែនឬសូពាក្យមនុស្សឈួតអញ្ចឹងនាងក៏កត់ទុកបាននាងចង់រៀនភាសារបស់ជនជាតិ Norway អញ្ចឹងណាឬឲ្យពួកគេក៏នាំគ្នានិយាយភាសាកំ pl ែងរបស់ជនជាតិ Norway ឲ្យនាំគ្នាសើចក្នុងឱកាសនោះ Christine របស់យើងក៏បានលួចកំបិតចូលទៅក្នុងដៃរបស់នាងអលមែនរបស់យើងក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនយក Espen រួមជាមួយនឹង Christine ទៅសម្លាប់កូនចៅរបស់អលមែនក៏ពិភាក្សាគ្នារបៀបសម្លាប់ពួកគេទាំងពីរនាក់ម្នាក់ហ្នឹងគឺចង់នាំពួកគេឡើងទៅលើកំពូលភ្នំហើយរុញទម្លាក់ចុះមកខាងក្រោមកន្លែងតែពិភាក្សាគ្នា Christine របស់យើងក៏ព្យាយាមកាត់ខ្សែចេញពីដៃរបស់ Espen ម្នាក់ទៀតនឹងចង់រកវិធីសម្លាប់ផ្សេងនិយាយចុះនិយាយឡើងឆ្លោះចុះឆ្លោះឡើងក៏សាប់តែបាត់ Espen រួមជាមួយនឹង Christine កូនចៅទាំងពីរក៏ស្រែកថាអ្នកទាំងអស់គ្នាចាប់ Espen រួមជាមួយ Christine ភ្លាមចឹងហើយនឹងកូនចៅទាំងអស់ជុំវិញនឹងនាំគ្នាដេញតាមចាប់ Espen រួមជាមួយនឹង Christine និយាយទៅកូនចៅអូមែនរៀងអាឡែអាឡក់ដែរបាទពួកគេស្រែកអាឡែអាឡូពេញខាងក្រៅចឹងទៅ Espen រួមជាមួយនឹង Christine ក៏បានចូលមកក្នុងតង់របស់ Olmen គាត់អត់បានចាប់អារម្មណ៍អីទេដោយសារតែគាត់កំពុងតែអានសៀវភៅផែនទីចូលមកទីនេះ Espen របស់យើងនឹងយកកតាបរបស់ខ្លួនចំណែកឯ Christine របស់យើងនឹងយកអាប្រដាប់លេងភ្លេងដែលនាងបានពីអរិយនឹងយកមកដែរពេលដែលចេញមកខាងក្រៅក៏ត្រូវបានកូនចៅរបស់ Olmen នឹងរំពាត់ចិត្តដល់ចំណុចនេះ Christine របស់យើងនាងថាអូឈប់សិនមុននឹងចាប់ខ្ញុំចង់លេងភ្លេងឲ្យអ្នកទាំងអស់គ្នាស្ដាប់គ្រប់គ្នាក៏ថាយ៉ាតំណងអ្នកលេងមើលព្រោះអត់គ្រាន់តែ Christine របស់យើងលេងភ្លាម Espen ក៏បាត់ទៅជាពេលដែលលេងភ្លេងទៅក៏សាប់តែក្រុមចៅទាំងអស់ហ្នឹងពួកគេទម្លាក់អាវុធចេញពីដៃហើយនាំគ្នារាំអវេអវោពេញនោះទាំងអស់ព្យាយាមទប់ខ្លួនយ៉ាងម៉េចក៏ដោយក៏ពួកគេមិនអាចទប់អាសកម្មភាពរាំនឹងបានដែរអញ្ចឹង Espen រួមជាមួយនឹង Christine នឹងក៏រត់ចាក់ចេញពីទីនោះពួកគេក៏នៅតែរាំផងមើលផងណែពួកឯងទៅណាបើរបៀបអញ្ចឹង Espen រួមជាមួយនឹង Christine នឹងក៏ឡើងជាសែអញ្ចឹងទៅកូនចៅរបស់ Olmen ម្នាក់ទៀតក៏បានបាញ់ព្រួយកុំតិចអាប្រដាប់លេងភ្លេងនោះចោលប៉ុន្តែវាយឺតពេលទៅហើយពួកគេចាក់ចេញពីទីនោះបានដោយជោគជ័យ Olmen របស់យើងចេញមកក៏សួរថាណែមានរឿងស្អីពួកឯងកូនចៅក៏និយាយថាមេឲ្យខ្ញុំសុំទោសពនាង Christine ស្អីគេនឹងលេងស្អីគេភ្លេងនឹងធ្វើឲ្យពួកខ្ញុំរាំដេញអត់បានដេញអត់ទាន់ Olmen គាត់សើចទៅរួចដែរមិនអីទេគោលដៅរបស់ពួកយើងទៅរកអាណាចក្រ Sorry Moria ពួកវាតាណាក៏ទៅស្អែកឡើងភើរបស់យើងក៏ស្រែកប្រាប់ថាអ្នកយាមជួយផងបងអូនប្រុសខ្ញុំមានបញ្ហាចុកពោះជាទម្ងន់អ្នកយាមក៏ថាចុកងាប់ទៅមុនក្រោយងាប់ដែរភើក៏ថាឲ្យខ្ញុំងាប់មុនមិនកើតពួកខ្ញុំងាប់នឹងប្រៀបដូចជាកុនឲ្យគេមើលអញ្ចឹងមនុស្សគ្រប់គ្នានាំគ្រួសារមកដើម្បីមើលការសម្លាប់ខ្ញុំមិនអញ្ចឹងហីអ្នកយាមគុកក៏ថាមែនវើយមនុស្សចាំមើលការប្រហារជីវិតពួកវាទាំងពីរចាំជួយក៏បានដែរអ្នកយាមគុកចូលមកអញ្ចឹងទៅភើក៏ចង់យកអាវុធនឹងវាឲ្យសម្លាប់អ្នកយាមគុកក៏ថាទៅឈរមកចំហៀងក៏មកឈរក្បែរយើងបាទអ្នកយាមគុកគេរៀងឆ្លាតដែរហ្នឹងមកដល់ក៏ឲ្យភើរបស់យើងអង្គុយភ្លាមនោះផារបស់យើងក៏បានយកអាក្តារត្រូនំខេកនឹងយកមកវាយរហូតដល់អ្នកយាមគុកនឹងសន្លប់ពួកគេក៏បញ្ញាបញ្ញាចេញមកខាងក្រៅក៏ប្រទះឃើញអ្នកយាមពីរអ្នកទៀតនឹងដើរចូលមកពីក្រៅអញ្ចឹងពួកគេក៏ពួនអ្នកយាមក៏ដើរផុតអញ្ចឹងទៅពួកគេក៏រត់ចូលទៅក្នុងព្រាជវាំងរួចហើយក៏ជួបជាមួយនឹងមន្ត្រីម្នាក់អបិនឹងគាត់ថាសួស្ដីងាកមកម្ដងទៀតយ៉ាឃាតកររត់ដេញចាប់ឃាតករភើនឹងផាក៏ព្យាយាមរត់ឡើងវង្វេងទាំងអស់គ្នាជិះចុងក្រោយក៏ចូលទៅក្នុងបន្ទប់មួយបាត់ទ្វារងាកមកខាងក្រោយក៏ប្រទះឃើញព្រាជគ្រូ Sven នៅក្នុងបន្ទប់នោះកូនចៅរបស់គាត់ក៏ចូលមកពីក្រោយថាព្រាជគ្រូ Sven ឃាតកររត់បាត់ទៅហើយព្រាជគ្រូថាណោះនៅក្រោយឯងរួចហើយតែហ៊ានពីរអ្នកទៀតនឹងក៏បានមកចាប់ខ្លួនភើរួមជាមួយនឹងផាលបានដដែលព្រាជគ្រូ Sven ក៏និយាយថាយើងមិនពញាពេលចាំពនាងមកទេយើងនឹងសម្លាប់ពួកឯងទាំងពីរនៅថ្ងៃស្អែកពេលដែលព្រះអាទិត្យរះបើនិយាយដល់ Espen រួមជាមួយនឹង Christine វិញមកទោះជា Christine របស់យើងគ្មានផែនទីក៏ដោយប៉ុន្តែគាត់មើលផែនទីនឹងចាំទៅហើយជាចុងក្រោយពួកគេក៏បានធ្វើដំណើរមកកាន់ទីតាំងមួយដែលសម្បូរទៅដោយកោះអញ្ចឹងព្រាជវាំង Sorry Moria
Moria នឹងគឺស្ថិតនៅទីតាំងណាក៏មិនដឹងដែរចំពោះកោះចាំងច្រើនបែបនេះបាទ Espen ក៏បានមកសួរលោកពូដែលជាម្ចាស់ទូកនៅក្បែរហ្នឹងហើយចង់ឲ្យលោកពូនឹងជូនខ្លួនទៅកាន់កោះមួយលោកពូក៏ថាមើលផែនទីនេះទៅកោះមួយណា Espen គាត់ក៏ចាំរូបភាពរបស់លោកតាគាត់ពិសេសបញ្ជាក់ប្រាប់ថាកោះហ្នឹងគឺនៅចន្លោះព្រះអាទិត្យនិងព្រះច័ន្ទ Espen របស់យើងក៏ប្រទះឃើញកោះមួយមានរូបរាងដូចព្រះច័ន្ទនិងព្រះអាទិត្យអញ្ចឹងខ្លួនក៏ថានេះទីតាំងនេះ Espen ក៏ថាលោកតាខ្ញុំចង់ទៅកន្លែងនេះលោកតាគាត់នឹកឃើញកន្លែងហ្នឹងក៏ថាអូអត់ទៅទេគេស៊ីនថាឥឡូវខ្ញុំដោះដូរបានអត់លោកតាខ្ញុំមានរបស់មានតម្លៃជាច្រើននៅក្នុងកតាបខ្ញុំនេះទី1នេះបាក់សីចិត្តល្អតែវាងាប់បាត់ហើយលោកតាថាអេមកដូរជាមួយបាក់សីចិត្តល្អស្អីអត់ដូរទេ Espen ហ្នឹងក៏ចង់ហៅរបស់ដូរផ្សេងទៀតប៉ុន្តែនាង Christine ហ្នឹងក៏បានយកប្រាក់មកដូរទូកហ្នឹងតែម្ដងលឿនជាង Christine ក៏ថាពេលខ្លះធ្វើជានាងម្យ៉ាងដែររួចហើយពួកគេក៏បានទូកឲ្យធ្វើដំណើរយ៉ាងឆ្ងាយអូអ្នកទាំងអស់គ្នាទេសភាពស្អាតមែនតែនម៉ាហើយវាមានកោះច្រើនប៉ុន្តែនេះផ្លូវដែលពួកគេទៅនោះគឺនៅចន្លោះកោះដែលមានរាងដូចព្រះអាទិត្យរួមជាមួយនឹងព្រះច័ន្ទមកចំណិតហើយនិយាយពីថាទឹកសមុទ្រថ្លាដល់ឃើញបាតបាទតែធ្វើដំណើរទៅកាន់តែឆ្ងាយទៅក៏ស្រាប់តែមានអាប់ខុសពីធម្មតាតែពួកគេនៅតែជំនះចូលទៅក្នុងអាប់នោះចូលកាន់តែជ្រៅទៅគ្រប់បែបយ៉ាងក៏ចាប់ផ្ដើមងងឹតសូនឈឹងដូចយប់អញ្ចឹងកំឡុងពេលនោះ Christine ក៏បានសួរ Espen ថា Espen ហេតុអ្វីបានជាបងនឹងតែងតែគិតល្អបែបនេះ Espen ក៏និយាយថានេះគឺជាជំរឿសទេនរណាក៏អាចគិតល្អបានដែរពេលខ្លះព្នាងឯងក៏អាចសាកគិតតាមរបៀបខ្ញុំក៏បានដែរដល់ទីតាំងមួយពួកគេក៏បានប្រទះឃើញសាកសពដែលជាប់ទូកតែម្ដងបាទហើយក៏ប្រទះឃើញមានសម្ពៅយ៉ាងធំនឹងកប់នៅខាងក្រោមទឹកនិយាយទៅវាមានគេហៅថាគំតិចគំទីរបស់មនុស្សដែលចូលមកទីនឹងហើយស្លាប់អត់អាចទៅវិញបានច្រើនឥឡូវនេះអាងឹតខ្លាំងមែនទែនគ្នាយើងបន្ទាប់មកនឹងក៏ប្រទះឃើញភាវៈអ្វីម្យ៉ាងងើបចេញពីក្នុងទឹកប្រៀបដូចជាសារ៉ាយអញ្ចឹងកន្លែងទៅខំមើលស្អីគេចម្លែកនឹងពួកវាក៏មកពីខាងក្រោយបើការវាប្រហាព្នាងរបស់យើងគាត់ក៏បានយកដែកវាយទៅអញ្ចឹងទៅក៏សាប់តែរុក្ខជាតិនឹងរលាយរួចហើយបាទរុក្ខជាតិផ្សេងទៀតនឹងក៏បានបាត់ខ្លួនសូនឈឹងពួកវាក៏បានផ្ដុំគ្នានឹងធ្វើឲ្យទឹកនឹងពុះខ្លាំងទៅរួចហើយក៏ចេញរូបរាងមកប្រៀបដូចជាយក្សអញ្ចឹងធំខ្លាំងមែនទែនដូចជាព្យុះយក្សភាវៈក្នុងទឹកដ៏ចម្លែកនោះក៏បានលេបតបាក់ទុករបស់ Espen រួមជាមួយនឹងព្នាង Christine បាទពេលដែលភ្ញាក់មកវិញ Espen របស់យើងក៏ប្រទះឃើញថាពេលនេះខ្លួនគឺនៅឆ្នេរសមុទ្រប៉ុន្តែបាត់រូបសាកសពរបស់ព្នាងសូនឈឹង Espen គាត់ក៏បានយំស្រែកចូលទៅក្នុងទឹកដើម្បីស្វែងរកព្នាងអញ្ចឹងណាប៉ុន្តែរកមិនឃើញនៅសល់តែកាបូបរបស់ព្នាង Espen របស់យើងក៏បានយកកាបូបនឹងមកស្ពាយរួចហើយក៏នៅតែបន្តដំណើរដើម្បីបញ្ចប់ការងាររបស់ព្នាង Christine Espen ក៏បានឡើងតាមជម្រាលភ្នំយ៉ាងខ្ពស់ជាចុងក្រោយក៏បានមកដល់ទីតាំងកំណត់មែនអ្នកទាំងអស់គ្នានេះគឺជាព្រះរាជវាំង Soria Moria ហើយវាគឺពិតជាមានពិតប្រាកដមែនមើលចុះបាទការរចនារបស់វានោះគឺពណ៌មាសចែងចាំងស្រស់ស្អាតមែនទែនបន្តមកទៀត Espen របស់យើងក៏បានបើកទ្វារព្រះរាជវាំងដ៏ធំសម្បើមនោះចូលមកដល់ហិតតែអស់ចាទៀតគ្នាយើងបាទមិនដឹងថាវាសាងសង់ពីមាសសុទ្ធឬមួយក៏មិនទេតែពណ៌មាសចែងចាំងហើយបន្ទប់បកលើគ្នាលយខាងមែនទែនហើយ Espen ហ្នឹងគាត់ត្រូវដើរឆ្លងកាត់អាទីតាំងមួយហ្នឹងដែលជាជ្រោះបាទបើសិនជាធ្លាក់ចូលទៅជ្រៅខ្លាំងមែនទែនម៉ែហើយនៅកន្លែងហ្នឹងគឺស្ដេចកំណាចហ្នឹងកំពុងតែអង្គុយនៅបល្ល័ង្កប៉ុន្តែគាត់ស្លាប់នៅសល់តែឆ្អឹងទេហើយគាត់កាន់ដុំមូលអ្វីមួយចម្លែកនៅក្នុងដៃ Espen គាត់មានអារម្មណ៍ថាប្រហែលជារបស់មានតម្លៃនេះបានស្ដេចនឹងកាន់ងាប់ហើយហ្នឹងអញ្ចឹង Espen ក៏យកដុំមូលនឹងយកមកទុកទៀតហើយងាកទៅក្រោយបល្ល័ង្ករបស់ស្ដេចក៏ប្រទះឃើញសាកសពពេលទៅមើលទៅក៏ប្រទះឃើញថានេះឯងគឺជាផ្លូវចូលទៅកាន់កន្លែងថែរក្សាទឹកវេទមន្ត Espen របស់យើងក៏បានចូលមកកាន់បន្ទប់ក្រោមដីនោះពេលដែលចុះមកដល់ក៏ប្រទះឃើញមានសាកសពស្លាប់នៅកន្លែងនឹងច្រើនម្លេះបាទមូលហេតុអី Espen ក៏បានប៉ះជាមួយនឹងពន្លឺអ្វីម្យ៉ាងក៏ស្រាប់តែមាន sensor នឹងបើកដំណើរការសិត sensor ទៀតបាទរូបសំណាកមួយនឹងក៏បានបញ្ចេញផ្សែងយ៉ាងសាហាវរួចហើយ Espen របស់យើងក៏នឹកឃើញបាទថ្នាំខ្យល់កាលពេលហ្នឹង Espen របស់យើងធ្វើដំណើរទៅជួបជាមួយនឹងលោកតាអីគេដែលធ្លាប់ទៅកាន់ទឹកដី Soria Moria ហើយគាត់បានរើសរបស់មួយដែលស្តៀងថ្នាំខ្យល់ហ្នឹងណាបាទកន្លែងហ្នឹងប្រហែលជាខ្ញុំភ្លេចបញ្ជាក់អ្នកទាំងអស់គ្នាអញ្ចឹង Espen របស់យើងហ្នឹងក៏បានយកថ្នាំខ្យល់ហ្នឹងមកហិតរួចហើយហ្នឹងក៏បានយកអាបាក់សីងាប់ហ្នឹងយកចូលអាប្រហោងផ្សែងហ្នឹងអញ្ចឹងទៅបាទវាក៏លែងចេញផ្សែងឥឡូវមកដំណាក់កាលបន្ត Espen របស់យើងក៏ប្រទះឃើញទឹកវេទមន្តហ្នឹងហើយអ្នកទាំងអស់គ្នាឃើញមានទឹកកកតក់ចូលអាចារ្យយ៉ាងធំមួយហ្នឹងអញ្ចឹងណាហើយនៅទីនោះក៏មានមាសយ៉ាងច្រើនដែរ Espen ថារហូតមកយកទឹកហ្នឹងទៅហើយក៏សាប់តែក្រុមចៅ Old Man ហ្នឹងមកតាមក្រោយហើយព្នាង Christine របស់យើងនៅមានជីវិតទេពេលបានជួបគ្នាបែបនេះ Espen របស់យើងដូចជារស់ម្ដងទៀតអញ្ចឹងបានជួបជាមួយនឹងស្នេហារបស់ខ្លួន Old Man របស់យើងឯនេះវិញគ្រាន់តែឃើញមាសជុំវិញនឹងលោកហើយអ្នកនរនេះដឹងស្រាប់ហើយចោលប៉ុន្តែ Old Man ក៏ចាប់អារម្មណ៍ជាមួយខ្សែភ្នែករបស់ Espen សម្លឹងទៅកាន់ទឹកវេទមន្តនោះដូច្នេះ Espen រួមជាមួយនឹង Old Man ក៏វាយគ្នាដើម្បីទៅដណ្ដើមទឹកវេទមន្ត Christine នឹងក៏បានវាយជាមួយនឹងកូនចៅរបស់ Old Man តែជាចុងក្រោយ Old Man របស់យើងគឺអាចទៅយកទឹកវេទមន្តនឹងបានហើយនាងក៏បានផឹកទឹកវេទមន្តនោះពេលដែលផឹកហើយក៏សាប់តែរាងកាយរបស់នាងទៅជាក្មេងវិញសូម្បីតែស្នាមនៅលើមុខរបស់នាងក៏បាត់ដែរងាកមកផ្ទះ Espen របស់យើងទៅខ្ទាតដល់ណាដល់ណីបាទទឹកនឹងធ្វើឲ្យយើងមានកម្លាំងយក្សទៀតហ៎ Old Man ក៏ថាពួកយើងនឹងខ្លាចជាចោរមិនធម្មតាទេគឺចោរគ្រប់គ្រងពិភពលោកតែម្ដងឲ្យតែយើងមានទឹកវេទមន្តនេះនៅជាមួយយើងចោរផ្សេងក៏នាំគ្នាស្រែកដូចមនុស្សឈួនអញ្ចឹងបាទក៏សាប់តែកន្លែងទាំងមូលហ្នឹងអង្គើមាសក៏ចាប់ផ្ដើមរអិលចុះមករួចហើយក៏បង្ហាញអ្នកដែលយាមទឹកវេទមន្តហ្នឹងគឺជាយក្សក្បាល3គ្រប់គ្នាក៏នៅស្ងៀមឲ្យត្រឹងបាទអូលោកហើយយក្សធ្វើម៉េចទៅយ៉ាងណាក៏ដោយ
ដោយយៈក្បាល3នឹងអត់មានភ្នែកទេប៉ុន្តែចំពោះរបស់ពួកគេពូកែក្នុងការហាត់ក្លិនពួកគេដឹងច្បាស់ណាស់ថាមានមនុស្សនៅទីនេះច្រើនអូលមែនរបស់យើងក៏និយាយថាយៈចង្រៃយើងមិនខ្លាចឯងនោះទេយើងមានកម្លាំងអស្ចារ្យហើយពេលដែលធាក់យៈនឹងមកជើងចឹងទៅយៈនឹងអត់ឈឺហើយថាអុយល្មោះហ่ะ Aspen ក៏ប្រាប់ថាអូលមែនណាទឹកវេទមន្តនឹងអត់មានអធិពលយូរទេតែមួយផ្លែទេយៈក៏បានកវាត់មួយទំហឹងបុកចំទ្រូងរបស់អូលមែនធ្វើឲ្យនាងខ្ទាតស្លាប់នៅនឹងកន្លែងគ្រប់គ្នាតតែឃើញចឹងម្នាក់ក៏នាំគ្នារត់ពួនអ្នកខ្លះក៏រត់ចេញពីទីនោះហើយទ្វាងតតែពេលយើងព្យាយាមរុញវាមកទំហឹងចឹងទៅវាធ្វើឲ្យអាផ្សែងនឹងបុកអាបាក់សៃនឹងខ្ទាតចេញមកអញ្ចឹងផ្សែងក៏បន្តហុយហើយអ្នកដែលចេញមកខាងក្រៅនឹងប៉ះជាមួយនឹងផ្សែងយ៉ាងសន្ធោសន្ធៅបែបនោះពួកគេក៏ដួលសន្លប់នៅទីនោះបាទប្រហែលជាស្លាប់ផងក៏ថាបានហើយពីរអ្នកផ្សេងទៀតនេះក៏បានពួននៅក្នុងមឈូសឥឡូវនៅសល់តែ Aspen របស់យើងរួមជាមួយនាង Christine ទេពួកគេអត់ទៅណាឡើយដល់តែពួកគេបានទឹកវេទមន្តនឹងសិនកំឡុងពេលនោះ Aspen រួមជាមួយនឹង Christine នឹងក៏ឮសូរការសន្ទនារបស់យៈទាំង3នឹងថាហូយពួកយើងទៅតែយាមទឹកវេទមន្តនេះរួមជាមួយនឹងតបសម្បត្តិនេះឲ្យល្អបើមិនអញ្ចឹងទេស្ដេចនោះមិនបកគលគ្រាប់ភ្នែកមកឲ្យពួកយើងវិញទេអូអញ្ចឹងយើងដឹងមូលហេតុហ្មងម៉ាពួកគេធ្វើគ្រប់បែបយ៉ាងតាមសម្ដីស្ដេចដោយសារតែស្ដេចនឹងមានគ្រាប់ភ្នែករបស់ពួកគេឮសូរអញ្ចឹង Aspen រួមជាមួយនឹង Christine នឹងក៏បានចេញមកតទល់ជាមួយនឹងយៈ Christine ក៏និយាយថានាងចង់បានទឹកនោះតែបន្តិចប៉ុណ្ណោះដើម្បីជួយជីវិតឪពុកម្ដាយរបស់នាងតែយៈថាយើងមិនអាចជួយបានទេបើយើងជួយពួកឯងព្រះអង្គនោះមិនឲ្យភ្នែកពួកយើងមកវិញឡើយ Aspen គាត់ក៏នឹកឃើញគាត់ថាអូខ្ញុំដឹងខ្ញុំមានរបស់មួយបាទលូកចេញមកអាដុំបាល់មូលលោកគ្នាយើងយៈក៏ថាអេក្លិនស្អីគេដូចធ្លាប់ស្គាល់អញ្ចឹងអាដុំមូលនៅក្នុងដៃរបស់ស្ដេចហ្នឹងគឺជាភ្នែកយៈក៏ថាអូភ្នែកយើងនៅទីនេះតើមកហុចភ្នែកនឹងឲ្យយើងមក Aspen ក៏បានហុចភ្នែកទៅឲ្យយៈទាំងគេហៅថាមិនទុកចិត្តអញ្ចឹងណាពេលដែលយៈបានភ្នែកដាក់ចូលទៅក្នុងក្បាលរបស់ពួកគេវិញទៅក៏មើលឃើញទាំង3យៈតែម្ដងបាទយៈនឹងក៏ថាឥឡូវយើងអត់មានណាគេគម្រាមយើងទេយើងអនុញ្ញាតឲ្យពួកឯងនឹងយកទឹកវេទមន្តនឹងប្រមាណតំណក់យកឲ្យលឿនណាតន់យើងដូរចិត្តប្រយ័ត្នយើងស៊ីក្បាលទាំងអស់ព្រាង Christine របស់យើងក៏បានយកទឹកវេទមន្តនោះហើយក៏បានចាក់ចេញពីព្រះរាជវាំង Sori Moria យ៉ាងណាក៏ដោយនៅក្នុងព្រះរាជវាំងរបស់ព្រាង Christine ផ្ទាល់គឺជាពេលដែលទៅប្រហារជីវិតភើរួមជាមួយនឹងផាលប្រជាជនទាំងអស់ក៏នាំគ្នាគប់អាចគប់បន្លែគប់ពងទាពងអីនឹងមកលើភើរួមជាមួយនឹងផាលឪពុករបស់ពួកគេនឹងក៏ជួយមិនបានអ្នកធ្វើនំនេះបាទក៏មិនអាចធ្វើអីកើតជាចុងក្រោយក៏ត្រូវបញ្ជូនខ្លួនរបស់ពួកគេទាំងពីរនាក់មកក្នុងអាធុងឈើដែលមានកំបិតនៅក្នុងហ្នឹងហើយការប្រហារជីវិតហ្នឹងគឺរុញអាធុងឈើហ្នឹងឲ្យរមៀលចុះមកខាងក្រោមហើយគ្នាយើងប្រកាសជាឆ្ងល់ថា Aspen រួមជាមួយពនាងហ្នឹងមកតន់អត់មកតន់បាទភ្លេចស្បែកជើងហោះនៅគ្នាយើងជាពីថា Aspen គាត់ពាក់មកហោះស្រែកពីអ្នកពនាងលើមេឃហ្នឹងជន់ភ្នំផងចូលទៅក្នុងទឹកផងហើយចូលមកដល់ក្នុងព្រៃហ្នឹងបាទក៏នៅក្បែរលោកយាយហ្នឹងទៀតដែរលោកយាយគាត់ភ្ញាក់ពេករអិលទៅជាប់ច្រមុះទៀត Aspen រួមជាមួយពនាងអត់បានចាប់អារម្មណ៍ទេក៏បន្តហោះទៅមុខទៀតឥឡូវនេះពេលដែលគេចិត្តរុញបងប្អូនរបស់ខ្លួនធ្លាក់ចុះមកខាងក្រោម Aspen របស់យើងហ្នឹងក៏ហោះមកដល់ហើយប្រាប់ថាអ្នកទាំងអស់គ្នាចាញ់បោកលោកគ្រូ Sven ហើយព្រាជាគ្រូ Sven ទេគឺជាជនក្បត់ Aspen មកនិយាយអញ្ចឹងគ្មានណាជឿទេហើយអត់ដឹងបាត់ពនាងយើងទៅណាឡើយដូច្នេះហើយទាំង3នាក់ក៏ត្រូវបានគេចាប់មកប្រហារជីវិតទាំងអស់អូយតែតាមពិតទៅវាអញ្ចឹងពនាងរបស់យើងគឺគាត់យកទឹកវេទមន្តនឹងឲ្យព្រះបិតារបស់ទ្រង់ផឹកសិនឥឡូវស្ដេចរបស់យើងមានជីវិតហើយក៏មកនិយាយថាចាប់ខ្លួន Sven ភ្លាមហើយដោះលែងបងប្អូនទាំង3នាក់នោះ Sven គេថាអូព្រះអង្គមានជីវិតវិញហើយខ្ញុំពិតជាសប្បាយចិត្តណាស់ស្ដេចរបស់យើងក៏ទះកំភ្លៀងរហូតដល់ពាក់ Sven ខ្ទាតដល់ណាដល់ណីបន្ទាប់ពីនោះ Aspen របស់យើងឯនេះវិញក៏បានបកគលកាដូពិសេសនឹងឲ្យទៅកាន់ពនាង Christine បាទវាគឺជាបន្តោងខ្សែកបេះដូងយ៉ាងស្រស់ស្អាតព្រះអង្គក៏កហឹមពនាង Christine ថាខ្ញុំសុខចិត្តលែងធ្វើជារាជវង្សស្ដេចព្រះបិតាដើម្បីរស់នៅជាមួយនឹង Aspen ព្រះអង្គក៏ថាអើយព្រះបិតាមិនបង្ខំបុត្រទេ Aspen អស្ចារ្យដល់ថ្នាក់នេះព្រះបិតាព្រមធ្វើតាមបុត្រទៅចុះប៉ុន្តែព្រះបិតាមិនទុកចិត្តទេមិនដឹងថាស្នេហាបុត្រនឹងបានយូរអង្វែងឬមួយក៏អត់រួចហើយ Aspen រួមជាមួយពនាង Christine ក៏បានផ្ដល់ស្នាមថើបដំបូងឲ្យគ្នាទៅវិញទៅមកផាលរបស់យើងឯនេះវិញម៉ែអ្នកធ្វើនំនឹងក៏ថើបផាលមួយទំហឹងដែរបន្ទាប់ពីនោះព្រះនាងរបស់យើងក៏បានធ្វើដំណើរត្រាច់ចោជាមួយនឹង Aspen ម៉ែឃើញរបស់អីទៅរើសចឹងគាត់ក៏រើសតាម Aspen តែ Aspen ថារបស់ខ្លះរើសបានរបស់ខ្លះរើសមិនបានទេតែអ្នកទាំងអស់គ្នាភ្លេចហ៎ចោលពីអ្នកដែលពួននៅក្នុងមឈូសនេះពួកគេក៏ឃើញថាស្ងាត់ចេញមកខាងក្រៅថាអូយពួកយើងមានជីវិតហើយមាសយ៉ាងច្រើននឹងគេរបស់យើងតែបានមកសន្ទុះយៈនៅក្បែរហ្នឹងបាទយៈក៏បានលេបទៅបាក់ពួកគេនៅនឹងកន្លែងហ្នឹងទៅហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះបាទមានអារម្មណ៍យ៉ាងម៉េចដែរចំពោះការផ្សងព្រេងមួយនេះតែអ្នកទាំងអស់គ្នាផ្ទាល់ហ្នឹងហ៊ានផ្សងព្រេងអញ្ចឹងអត់ហ៊ានឬមិនហ៊ានអ្នកទាំងអស់គ្នាអាច comment មើលថាតើបើសិនជាផ្សងព្រេងវិញបានត្រឹមកម្រិតណាអញ្ចឹងមានតែប៉ុណ្ណឹងពេលនេះខ្ញុំរិទ្ធសូមអរគុណសូមជម្រាបលា